នេះជាខ្សែភាពយន្តធំបំផុតរបស់គ្រួសារសុងមុនពេលថតគាត់បានទៅសាប៊ូកក់សក់ដើម្បីទទួលបានបទពិសោធន៍ជីវិតហើយវាជាប្រភេទដែលមានពន្លឺពណ៌ផ្កាឈូកសម្រាប់តែភាពរាបទាបនិងស្ទីលពិតប្រាកដបំផុតរបស់ក្មេងស្រីបាទប្រសិនបើខ្ញុំមានលុយខ្ញុំមិនអាចធ្វើអ្វីបានទេវាដូចជាពណ៌ស្នឹងទន់ភ្លន់ខ្ញុំស្អប់ដៃខ្ញុំវាគឺជាបទពិសោធន៍នេះមិនត្រឹមតែប៉ុណ្ណោះគាត់បានឈ្នះពានរង្វាន់ Robot Miss សម្រាប់តារាសម្ដែងដែលគាំទ្របានល្អបំផុតជាលើកដំបូងក្នុងឆ្នាំ2006 Vision និង Karen Allo បានសរសើរយ៉ាងខ្លាំងខ្សែភាពយន្តនេះមានឈ្មោះថាការចង់ដឹងចង់ឃើញសម្រាប់ឆ្មានេះរួមបញ្ចូលប៉ុន្តែមិនត្រូវបានកំណត់ចំពោះភាពមិនស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ទេការសងសឹកដោយហិង្សាត្រូវបានប្រើដោយសារតែជញ្ជីងមនុស្សភាគច្រើនមើលឃើញកំណែកាត់បន្ថយទស្សនវិស័យគឺមានតែលើបុរសម្នាក់ដែលចង់បានតណ្ហាបន្ទាប់ពីគាត់មិនទាន់ទទួលបានទ្រព្យសម្បត្តិដោយបន្ទុករឿងមួយជំហានម្ដងឆ្ពោះទៅរកការបំផ្លាញហើយខ្លឹមសារពិតនៃខ្សែភាពយន្តគឺមានច្រើនជាងនេះទៅទៀតអ្នកចាប់អារម្មណ៍តែលុយប៉ុណ្ណោះនៅក្នុងផ្ទះល្វែងលំដាប់ខ្ពស់នៅចុងឈីងរស់នៅប្តីប្រពន្ធបែបនេះបុគ្គលិកតូចតាចរបស់ក្រុមហ៊ុនបានពឹងផ្អែកយ៉ាងហឡារិចលើឈៀនយូដែលជាកូនស្រីរបស់ប្រធានក្រុមប្រឹក្សាភិបាលបញ្ចប់ទាំងស្រុងនៅការលំបាកផ្នែកខាងក្រោមក្លាយជាមនុស្សជោគជ័យក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នាដោយសារតែភាពខុសគ្នានៃគ្រួសារឈៀនយូខ្លាចភាពពូឡារិចនិងគ្មានទល់ឲ្យភាពនៅក្នុងបេះដូងរបស់នាងគ្រួសារមិនបានជួលមេដោះម្នាក់ដើម្បីថែរក្សាជីវិតគ្នាទេជីវ៉ាមានចំណង់ចំណូលចិត្តក្នុងការដាំដុះផ្កាកុលាបកូនកាត់និយាយជាមួយហ៊ូឡារិចអំពីរឿងនេះឲ្យបានញឹកញាប់ប៉ុន្តែយ៉ាងហ៊ូឡារិចមិនយល់និងគ្មានចំណាប់អារម្មណ៍សំខាន់មិនមានភាសាសាមញ្ញទេដូច្នេះអាពាហ៍ពិពាហ៍របស់ពួកគេគឺដូចជាផ្កាកុលាបក្រហមនឹងស្នេះវាមើលទៅស្អាតណាស់តាមពិតវាខូចទ្រង់ទ្រាយនិងត្រជាក់ពុកជាមធ្យម3 ដងក្នុងមួយសប្តាហ៍កូនប្រុសត្រូវឪពុកក្មេករើសទោះបីសូលេមិនពេញចិត្តក៏ដោយក៏គាត់មិនហ៊ានជំទាស់ដែរធ្លាក់ចុះអស់រយៈពេលជាយូរមកហើយគាត់មានការគោរពខ្លួនឯងទាបនិងធ្លាក់ទឹកចិត្តហើយក្នុងអំឡុងពេលនេះគាត់បានជួបឈៀវជាក្មេងស្រីសាប៊ូឈៀវសៀគឺក្មេងនឹងស្វាហាប់បន្ថែមចំណង់ចំណូលចិត្តនិងចរិតបរិសុទ្ធភ្លាមបានបំពេញភាពទេនៅកណ្ដាលបេះដូងតាមរបៀបនេះអ្នកទាំងពីររក្សាទំនាក់ទំនងសម្ងាត់ថ្នាក់ទីផ្សារដូចគ្នាអ្នកអាចធ្វើអ្វីដែលអ្នកចង់បានជាមួយគាត់យ៉ាងហ៊ូឡារិចប៉ុន្តែភាពខុសគ្នាគឺបទពិសោធន៍ដ៏ហ៊ូឡារិចសៀវស៊ីមិនបានធ្វើទេគាត់ចង់ត្រូវបានគេស្រឡាញ់និងជាកម្មសិទ្ធិខ្ញុំត្រូវការបន្ថែមទៀតហើយនោះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះដោយសារតែការកក់សក់រយៈពេលវែងសូមបញ្ជាក់ថាការលាងដៃជាមួយទឹកអាល់កាឡាំងអាចធ្វើឲ្យស្បែករលោងតាមគំនិតរបស់សៀវស៊ីនេះគឺជាប្រភេទនៃការមិនចូលចិត្ត